បងនឹងបំពេញបំណងអូនមួយថ្ងៃអូនចង់ញ៉ាំអីគេ ចង់ញ៉ាំ burger បងឯងធ្លាប់ញ៉ាំ burger ពីមុនមកអត់ ធ្លាប់បងធ្លាប់ម្ដងពីរដងដែរ បងឯងឈ្មោះអីគេ អញឈ្មោះហេងបង បងឯងទីម៉ាណី ទី6បងឥឡូវខ្ញុំឈប់រៀនហើយបង ហ่ะឈប់រៀនណា បាទ មូលហេតុអី គ្រួសារខ្ញុំគឺក៏គាត់អត់សូវមានបានដែរបងពេលហ្នឹងជពាក់គេច្រើនដែរគ្នាទៅខ្ញុំមានអត់ចូលផង ឥឡូវខ្ញុំបានជូនគាត់មកដល់កន្លែងលក់ burger ហើយខ្ញុំក៏បានកំង burger ញ៉ាំមើលទៅគាត់ដូចសប្បាយចិត្តខ្លាំងមែនតើពីមុនដៃមកញ៉ាំ burger ណាហាងហ្នឹងអត់ អត់ហ្នឹងបង គេល្បីណាឆ្ងាញ់ណាហើយបងញ៉ាំលើកទី1ដូចគ្នាទៀត Cheers ហើយញ៉ាំហើយណាចង់ទៅណាទៀត ចង់ទៅទិញអាវថ្មីបង អត់ចង់លេងហ្គេមហ៎ អត់ មិនចង់ អត់ចាញ់លេង ហើយណាចង់ទិញកៅអៅថ្មី TikTok ចង់ទៅដេតមែន អត់ទេបង គោលដៅបន្តរបស់គាត់គឺចង់ទិញកៅអៅថ្មីមើលទឹកមុខគាត់គឺឡើងរីកសប្បាយចិត្តតែម្ដងបាទណាអូនឯងណាចង់ទៅណាទៀត ចង់ទៅទិញគ្រឿងស្លឲ្យមកបង ហើយអូនឯងនៅឲ្យគេទិញគ្រឿងស្ល ប៉ាខ្ញុំគាត់កំប៉ុងចង្រិតជាមួយដុកឌឺ មូលហេតុដែលអូនឯងគាត់បានទិញជាមួយនឹងគ្រឿងស្លដោយសារតែប៉ារបស់គាត់លក់ដុកឌឺជាមួយនឹងចង្រិតបំពងគាត់បានទិញជាមួយនឹងស្ករប៊ីចេងទឹកត្រីពងមាន់ម្សៅបំពងហើយស្អីគេទៀតភ្លេចនេះ ដឹងតែគិតលុយហើយចង់បញ្ចប់នៃវីដេអូខ្ញុំឲ្យគាត់ 150,000 រៀល សូមឲ្យបងមួយបង 君の虜になって សម្រាប់បងប្អូនដែលចង់ដាក់ជាមួយនឹងពណ៌សក់កុំភ្លេចជាមួយនឹងថ្នាំសក់ OZ របស់ខ្ញុំណា